នាងបូរីចាប់ផ្ដើមប្រែទឹកមុខភ្លាមភ្នែករបស់នាងឡើងក្រហមហើយក៏បាននិយាយទៅវិញថាតើនាងតូចឯងខាត់យើងបានដែរឬទេពេលនោះនាងបូរីក៏បានប្រើមន្តអាគមសម្លាប់ទៅលើនាងតូចនោះភ្លាមបងប្អូនឯងទាំងពីរនាក់នេះនឹងងងខ្លៅណាស់នាងបូរីសួរទៅវិញថាតើនាងកំពុងចង់ធ្វើអ្វីស្ត្រីចំណាស់ក៏ឆ្លើយថានៅសុកមានគេយកវត្ថុវិតមន្តមកឲ្យដដៃពេលនោះដែលនាងបូរីក៏បានដួលសន្លប់ភ្លាមនៅកន្លែងពោះយៈពណ៌ខ្មៅសោកសប្បាយដែលបានវត្ថុវិតមន្តទាំងពីរមកដដៃរបស់ខ្លួនងាកមកមើលនាងណាំវ៉ានិងនាងបូរីនាងណាំវ៉ាគិតថានាងបូរីធំហើយនឹងប្រាប់រឿងកាប់ពិតទៅដល់នាងបូរីបានសួរម្ដាយថាតើនាងម្ដាយមានរឿងអ្វីចង់និយាយប្រាប់កូននាងណាំវ៉ាក៏ឆ្លើយថាខ្ញុំមិនមែនជាម្ដាយបង្កើតរបស់កូនទេនាងបូរីក៏សួរថាតើនាងម្ដាយចង់និយាយអំពីអ្វីនាងណាំវ៉ាក៏បានប្រគល់ចិញ្ចៀនមួយវងទៅឲ្យនាងបូរីចិញ្ចៀនមួយនេះនឹងឲ្យកូនដឹងថាអ្នកណាជាម្ដាយបង្កើតរបស់កូនហើយចិញ្ចៀននេះនៅជាប់ខ្លួននាងណាំវ៉ាមុនពេលនាងសម្រាកូនសូមកូនចេញទៅរកម្ដាយបង្កើតរបស់កូនចោះនាងបូរីក៏បានស្រក់ទឹកភ្នែកនិងអាណិតម្ដាយនាងណាំវ៉ាក៏បានអោបនាងបូរីហើយប្រាប់ថាម្ដាយបង្កើតរបស់កូនប្រហែលជាចង់ឃើញមុខកូនណាស់ហើយនៅថ្ងៃបន្ទាប់មកនាងបូរីក៏បានលៀននាងណាំវ៉ាទៅរកម្ដាយបង្កើតរបស់ខ្លួននាងបូរីក៏បានធ្វើដំណើរចូលព្រៃស្រាប់តែពេលនោះមានសត្វពស់មួយក្បាលយ៉ាងធំបានវាលមកចំមុខរបស់នាងពស់នោះបានមើលមុខនាងហើយបានគិតក្នុងចិត្តថាហេតុអ្វីបានជានាងមានចំហាយធម្មពលសត្វពស់ហើយរូបរាងនាងដូចនឹងកូនសិស្សរបស់គាត់គឺនាងបូរីពេលនោះសត្វពស់នោះបានប្រែក្រឡាខ្លួនទៅជាស្ត្រីចំណាស់ម្នាក់ហើយបាននិយាយទៅកាន់នាងថាតើនាងជាអ្នកណាបានជាហ៊ានមកដល់ទីនេះវាគឺជាតំបន់របស់យើងនាងបូរីក៏បានឆ្លើយខ្ញុំឈ្មោះបូរីខ្ញុំបានធ្វើដំណើរតាមរកម្ដាយបង្កើតរបស់ខ្ញុំពេលនោះស្ត្រីចំណាស់បានឃើញជញ្ជៀននៅលើដៃរបស់នាងស្រាប់តែស្ត្រីចំណាស់នោះកើតជាភាពលោភលន់ព្រោះគិតថាជញ្ជៀននេះមិនមែនជាជញ្ជៀនធម្មតាទេនាងក៏បានប្រើល្បិចក៏និយាយថាខ្ញុំរស់នៅក្នុងព្រៃនេះជាយូរហើយសត្វក្នុងព្រៃនេះសុទ្ធតែជាអ្នកបម្រើរបស់ខ្ញុំហើយខ្ញុំអាចបញ្ជាឲ្យពួកគេធ្វើអ្វីក៏បានដូចជាតាមស្វែងរកម្ដាយរបស់នាងក៏បានដែរខ្ញុំគិតថានាងប្រហែលជាធ្វើដំណើរហត់ហើយមើលទៅនាងអាចទៅសម្រាកនៅក្នុងរូងភ្នំខ្ញុំសិនក៏បានហើយពួកគេទាំងពីរបានធ្វើដំណើរទៅរូងភ្នំដ៏ជ្រៅងាកមកមើលនាងបូរីដែលត្រូវបានសត្វនាគនៅក្នុងបាតសមុទ្រចាប់នាងឃុំឃាំងនៅក្នុងបាតសមុទ្រអស់ជាច្រើនថ្ងៃប៉ុន្តែរឿងដែលអស្ចារ្យនោះគឺនាងនៅក្នុងបាតសមុទ្រអស់ជាច្រើនថ្ងៃក៏បានស្រូបធម្មពលចេញពីបាតសមុទ្រដែលធ្វើឲ្យនាងកាន់តែមានមន្តអាគមកាន់តែខ្លាំងហើយសម្រស់របស់នាងក៏កាន់តែស្អាតពេលនោះដែរស្ដេចនាគក៏ឃើញសម្រស់នាងស្អាតក៏យកនាងធ្វើជាមហាសីហើយពួកគេរស់យ៉ាងមានសុភមង្គលយ៉ាងខ្លីហើយទទួលបាន
ការថែទាំដ៏ល្អពីស្ដេចនាគនោះស្ដេចនាគនោះក៏បានសួរទៅនាងថាតើអូនស្រឡាញ់បងទេនាងបូរីក៏បានឆ្លើយថាខ្ញុំពិតជាមានសំណាងណាស់ដែលមានបងស្រឡាញ់អូនស្ដេចនាគគាត់និយាយថាអូនគួរតែសម្រាប់ឥឡូវនេះទៅគាត់ក៏បញ្ជាឲ្យអ្នកម្នាងជូនព្រះមហាសីទៅក្នុងបន្ទប់គាត់ក៏ដើរចេញទៅក្នុងពេលនោះដែរជាឱកាសល្អសម្រាប់នាងបូរីស្វែងរកគុជវិតមន្តនាងបូរីបានធ្វើជាដួងលោមនាងតូចដែលជាកូនស្ដេចនាគនៃមហាសីមុនឲ្យនាំដើរលេងនៅក្នុងប្រាសាទនៃបាតសមុទ្រនាងតូចក៏យល់ព្រមហើយក៏បាននាំដើរលេងគ្រប់កន្លែងក្នុងប្រាសាទដែលគ្រប់រំដប់ដោយប្រាសាទមានក្បោងក្បាច់រចនាស្រស់ស្អាតពួកគេបានដើរលេងមួយសន្ទុះក៏បានមកដល់ទីកន្លែងមួយដែលជាប្រាសាទ7ពណ៌ដែលមានសម្រស់ស្រស់ស្អាតខណៈនោះដែលនាងបូរីក៏បានឈានជើងចូលក្នុងប្រាសាទនោះស្រាប់តែនាងតូចក៏ប្រញាប់ហាមឃាត់ភ្លាមនាងតូចក៏បាននិយាយថាប្រាសាទ7ពណ៌នេះព្រះបិតាហាមជាដាច់ខាតមិនឲ្យអ្នកណាចូលទៅឲ្យសោះបើមានអ្នកណាចូលទៅដល់ទីនោះទទួលទោសប្រហារជីវិតនាងបូរីចាប់ផ្ដើមប្រែទឹកមុខភ្លាមភ្នែករបស់នាងឡើងក្រហមហើយក៏បាននិយាយទៅវិញថាតើនាងតូចឯងខាត់យើងបានដែរឬទេពេលនោះនាងបូរីក៏បានប្រើមន្តអាគមសម្លាប់ទៅលើនាងតូចនោះភ្លាមហើយនាងបូរីក៏បានចូលទៅក្នុងប្រាសាទនោះភ្លាមដែរហើយក៏បានឃើញគុជវិតមន្តដែលមានពន្លឺចែងចាំងអស្ចារ្យនាងសប្បាយចិត្តណាស់ក៏បានលើកគុជវិតមន្តនោះហើយនាងក៏បានប្រញាប់ចេញពីបាតសមុទ្រយ៉ាងលឿនភ្លាមនោះទឹកក៏បានឡើងដែលធ្វើឲ្យលិចផ្ទះប្រជាពលរដ្ឋនិងលិចដីស្រែចំការងាកមកមើលស្ត្រីចំណាស់និងនាងបូរីវិញនាងបូរីបានសុំអង្វរឲ្យស្ត្រីចំណាស់តាមជួយស្វែងរកម្ដាយរបស់នាងស្ត្រីចំណាស់យល់ព្រមប៉ុន្តែនាងសុំមើលចិញ្ចៀនរបស់នាងបន្តិចហើយក៏បានសួរថាតើនាងបានវាមកពីណាតើមានអ្នកណាធ្លាប់ពាក់វាដែរឬទេនាងបូរីក៏បានរីករាយនឹងផ្ដល់ចិញ្ចៀនឲ្យស្ត្រីចំណាស់នោះមើលនៅពេលនោះស្ត្រីចំណាស់ដែលជាពស់ពណ៌ខ្មៅនោះបានទទួលការកាន់ចិញ្ចៀននោះស្រាប់តែមានខ្មោចលេចចេញមកឈរជុំវិញខ្លួននាងបូរីហើយស្ត្រីចំណាស់នោះក៏បានសើចក៏បាននិយាយទៀតថាបងប្អូនឯងទាំងពីរនាក់នេះនឹងងងខ្លៅណាស់នាងបូរីសួរទៅវិញថាតើនាងកំពុងចង់ធ្វើអ្វីស្ត្រីចំណាស់ក៏ឆ្លើយថានៅសុកមានគេយកវត្ថុវិតមន្តមកឲ្យដល់ដៃតើនាងបានធ្វើអ្វីទៅលើប្អូនស្រីរបស់ខ្ញុំពស់យក្សក៏បានបញ្ជាឲ្យខ្មោចចាប់នាងបូរីយកទៅឃុំឃាំងនៅក្នុងល្អាងក្នុងពេលនោះដែរនាងបូរីក៏បានយកគុជវិតមន្តឲ្យពស់យក្សពណ៌ខ្មៅបានមើលពស់យក្សពណ៌ខ្មៅក៏បានបញ្ជាឲ្យនាងយកគុជវិតមន្តនោះទៅទុកនាងបូរីក៏បានឆ្លើយថាខ្ញុំជាអ្នកដែរចុះទៅយកវាអញ្ចឹងខ្ញុំទុកវាសម្រាប់តែខ្ញុំស្ត្រីចំណាស់នោះក៏និយាយទៀតថាបើនាងនិយាយដូច្នេះសូមនាងរក្សាទុកវាឲ្យបានល្អនាងធ្វើបានល្អហើយដែលអាចយកគុជវិតមន្តនេះមកបាននៅយប់មួយនាងបូរីនិងស្ត្រីចំណាស់កំពុងតែបរិភោគអាហារនាងបូរីបាននិយាយថាអាហារនេះឆ្ងាញ់ណាស់ប៉ុន្តែនាងមិនបានដឹងថាពស់យក្សពណ៌ខ្មៅ
បានដាក់ថ្នាំសណ្ដំដោយស្កាត់ស្ងាត់នោះទេពេលនោះដែលនាងបូរីក៏បានដួលសន្លប់ភ្លាមនៅកន្លែងពួកយក្សពណ៌ខ្មៅសោកសប្បាយដែលបានវត្ថុវិតមុនទាំងពីរមកដល់ដៃរបស់ខ្លួនហើយក៏បញ្ជាឲ្យខ្មោចឆ្អឹងដែលជាបរិវាររបស់ខ្លួនយកនាងបូរីទៅគុំឃាំងនៅក្នុងឡាងដែលមាននាងបូរីនៅក្នុងនោះដែរពេលនោះនាងបូរីបានឃើញប្អូនរបស់ខ្លួនក៏រន្ធត់ចិត្តខ្លាំងតើនាងបានធ្វើអ្វីចំពោះប្អូនស្រីរបស់ខ្ញុំនាងពស់ក៏បានឆ្លើយថាមិនអីទេខ្ញុំមិនឲ្យប្អូនរបស់នាងស្លាប់ទេសត្វពស់ដូចជាពួកនាងមិនគួរចាញ់បោកជាងទេពេលនោះដែរនាងបូរីក៏បានដឹកខ្លួនឡើងហើយក៏បានសួរទៅបងស្រីហេតុអ្វីបានជាបងមកដល់ទីនេះដែរនាងបូរីបាននិយាយប្រាប់ថាដោយសារតែសត្វពស់យក្សពណ៌ខ្មៅបានប្រែល្បិចថាជួយតាមស្វែងរកម្ដាយរបស់ពួកយើងវាក៏ប្រើល្បិចបោកបញ្ឆោតបងដើម្បីយកជញ្ជីនវេទមន្តនោះនាងបូរីក៏បាននិយាយប្រាប់នាងបូរីថាពួកយើងអស់សង្ឃឹមហើយព្រោះវត្ថុវេទមន្តទាំងពីរធ្លាក់ទៅលើដៃនាងពស់យក្សពណ៌ខ្មៅហើយនាងបូរីក៏បានអង្គុយគិតមួយផ្លែតស្រាប់តែនឹកឃើញថាខ្លួនបានស្គាល់ព្រះអង្គម្ចាស់ខៃរាព្រះអង្គម្ចាស់ខៃរាគឺមានពូថៅវិតមន្តដែលអាចកំចាត់ពស់យក្សខ្មៅនឹងបាននាងបូរីក៏បានប្រើធម្មពលរបស់ខ្លួនចេញជាកូនពស់ពណ៌សមួយក្បាលឲ្យទៅរកព្រះអង្គម្ចាស់ខៃរាពេលនោះដែរកូនពស់ពណ៌សបានមកដល់រាជវាំងមួយកំឡុងពេលនោះព្រះអង្គម្ចាស់ខៃរាឡើងគ្រងរាជ្យកូនពស់ពណ៌សបានវាទៅជិតព្រះអង្គខៃរាហើយក៏បានប្រែក្រឡាខ្លួនទៅជានារីម្នាក់ហើយប្រាប់ទៅព្រះអង្គម្ចាស់ថាព្រះអង្គកុំភ័យអីទូព្រះបង្គំគឺជាអ្នកបម្រើរបស់ព្រះនាងបូរីទេព្រះនាងបូរីសូមឲ្យព្រះអង្គទៅជួយព្រះនាងព្រោះថាស្ដេចពស់យក្សពណ៌ខ្មៅបានចាប់ព្រះនាងឃុំនៅក្នុងឡានជ្រៅមួយ